ពេលស្ត្រីម្នាក់កំពុងហែទឹកនាងបានប្រទះឃើញព្រះពុទ្ធរូបមួយអង្គនៅបាតទន្លេនាងបានស្រង់ព្រះពុទ្ធរូបនោះឡើងមកយ៉ាងប្រុងប្រយ័ត្នហើយយកអាវជូតសម្អាតភក់ចេញពីព្រះពុទ្ធរូបតែនឹកស្មានមិនដល់វិនាទីបន្ទាប់ព្រះពុទ្ធពន្លឺពណ៌មាសចូលទៅក្នុងខ្លួននាងប៉ុន្តែនាងមិនបានចាប់អារម្មណ៍ហើយក៏យកព្រះពុទ្ធរូបនោះទៅផ្ទះដើម្បីគោរពបូជានឹកស្មានមិនដល់ថាចាប់ពីពេលនោះមកហាងរបស់នាងលក់ដាច់យ៉ាងខ្លាំងតែថៅកែផ្សារទំនើបបែរជាគិតផ្សារទំនើបរបស់គាត់ទើបធ្វើឲ្យហាងនាងមានភ្ញៀវច្រើនដូច្នេះគាត់ក៏ឡើងថ្លៃឈ្នួលរាល់ឆ្នាំនេះដើម្បីទទួលប្រេងធំគាត់ក៏ដេញនាងចេញពីផ្សារតែថៅកែមិនដឹងទេថាហាងមាសដែលលក់ដាច់បំផុតនៅជាន់ទី1គឺជារបស់ម្ដាយនាងចំណែកកន្លែងហាត់ប្រាណនៅជាន់ទី4ដែលភ្ញៀវពេញរាល់ថ្ងៃជារបស់ប្តីនាងហើយរោងកុនឯកជននៅជាន់ទី5គឺជារបស់ប្អូនប្រុសនាងបើចង់ដេញនាងនឹងឲ្យគ្រួសារនាងរើចេញទាំងអស់ចាំមើលទៅអ្នកប្រកាសទេថារើចេញថ្ងៃស្អែកមិនហើយហាងនៅជាន់ទី3ចំណាយលុយជិត30,000រៀបចំមែនទេរើចេញថ្ងៃស្អែកអ្នកគ្មានកន្លែងទៅចង់ទៅដេកតាមផ្លូវមែនទេថាថ្ងៃស្អែករើគឺច្បាស់ជារើហើយចំណែករើទៅណាមិនបាច់រំខានអ្នកគ្រប់គ្រងវងទេថ្ងៃស្អែករើមែនទេអញ្ចឹងបងនឹងជូនដំណើរអ្នកឲ្យអ្នកទៅឲ្យបានលឿនពូយ៉ែងផ្ដាច់ភ្លើងហាងបង្អែមស៊ូណែនទៅប្រាប់ថាជាងកំពុងជួសជុលបងយ៉ានហាងយើងស្រាប់តែដាច់ភ្លើងទូទឹកកករលាយអស់ហើយភ្ញៀវកំពុងតែសុំលុយវិញដាច់មិនទៅខាងផ្សារប្រាប់ថាជួសជុលខ្សែភ្លើងតែខ្ញុំទៅមើលហើយជាន់ទី3ទាំងមូលមានតែហាងយើងទេដែលដាច់ភ្លើងហាងក្បែរមានភ្លើងទាំងអស់លំភ្ញៀវទៅបើគេសុំលុយវិញសង្កេតទ្វេដងទៅតែបងការខាត់បងនេះធំណាស់ធ្វើតាមទៅមិនមែនទៅបន្តកុងត្រាទេអីម៉េចធ្វើមកអញ្ចឹងមិនបានស៊ីញ៉េទេវងឆេងឡើងថ្លៃ 40%គាត់ឈួតហើយ2ឆ្នាំនេះភ្ញៀវនៅជាន់ទី3កើនឡើងដោយសារនរណាគាត់មិនដឹងទេគាត់ថាប្រេងតែទឹកដោះគោថ្មីនៅក្បែរនោះឲ្យថ្លៃទ្វេដងឆ្លងស្ពានរួចស្ពានចោលចុះអ្នកចង់គិតម៉េចខ្ញុំប្រាប់គាត់ថាខ្ញុំនឹងរើចេញលេខផ្សារហួយជើងដែលទៅបើថ្មីនៅទល់មុខហាងនៅទំនេរទេចាស់ខ្ញុំយកហើយមិនបាច់មើលទេយប់នេះស៊ីញ៉េតែម្ដងចុះប្តីអ្នកនៅជាន់ទី4និងប្អូនប្រុសនៅជាន់ទី5ប្រាប់គេហើយឬនៅទេទៅប្រាប់ទៅជាន់ទី1ម៉ាក់លុយបំពេញកុងត្រានៅទីនេះអាចនឹងច្រើនបន្តិចខ្លាច់អីពេលខ្ញុំលក់មាសវងឆេងនៅស្លៀកខោលេខគូតនៅឡើយទេមិនក៏មានពេលមកឆែកអញ្ចឹងវងឆេងផ្ដាច់ភ្លើងហាងខ្ញុំទៅរកគាត់មិនបាច់ទៅទេខ្ញុំសម្រេចចិត្តថាមិនបន្តកុងត្រាទេថ្ងៃស្អែករើចេញគិតហើយឬនៅថារទៅណាផ្សារហួយជើងនៅទល់មុខម៉ាក់កក់ជាន់ទី1ហើយទៅផ្នែកលក់របស់ហួយជើងនេះខ្ញុំយកជាន់ទី4ទាំងមូលចុះសមាជិករបស់អ្នកគិតម៉េចយកទៅជាមួយផ្សារហួយជើងនៅក្បែរនេះសោះដល់5នាទីដល់ហើយសមាជិកមិនអីទេយប់នេះខ្ញុំនឹងឲ្យគេមករស់រកបកអូខេខ្ញុំទៅប្រាប់អូនប្រុសខ្ញុំនេះសុទ្ធតែជារបស់ថ្មីបំផុតកាត់ traffic លុយណាស់អូហូនេះសុទ្ធតែហាងតែមួយតើស៊ីយ៉ាងអ្នកស្លាប់ហើយបងមិនដើរអត់សំឡេងអញ្ចឹងរៀបចំអីវ៉ាន់ទៅថ្ងៃស្អែករើផ្ទះរើទៅណាផ្សារហួយជើងនេះខ្ញុំចង់ទៅទីនោះយូរហើយផ្សារនេះអ៊ីនធឺណិតយឺតណាស់វងថែងនៅមករករឿងរាល់ថ្ងៃទៀតថ្លៃគ្រប់គ្រងឧបករណ៍អីទៀតលុយបំពេញកុំខ្ញុំចេញមិនបាច់អ្នកទេប៉ុន្មានខែនេះអតិថិជនចាស់បន្តកុងត្រាចិត្ត1លានហើយសងលុយពីនៃប៉ុណ្ណឹងមានអីយប់នេះដោះម៉ាស៊ីនមួយយកតូភ្លឺអ្នកប្រកាសទេខ្ញុំឲ្យបងប្អូន